ដែនដីព្រះអង្គជ័យឬព្រះបាទប្រសក់អែមពីគ្រិស្តសករាជ998ដល់គ្រិស្តសករាជ1048ពុទ្ធសករាជ1542គ្រិស្តសករាជ988មហាសករាជ930ចុលសករាជ360ឆ្នាំចូលសម្រិទ្ធស័កបានប្រញាជ័យបានឡើងសោយរាជព្រះយូវង្សពីព្រះបាទសេនគរាជទ្រង់ប្រណិមជាព្រះបាទសម្ដេចព្រះរាជអង្គការព្រះបរមរាជជាធិបរាជជ័យទ្រង់បានលើកពញាសូរព្រះអនុជជាសម្ដេចព្រះមហាឧបរាជពញាជ័យនិងពញាសូរមានដើមកំណើតដូចតទៅពញាជ័យនិងពេញសួរទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នាគាត់មានលំនៅនៅខាងទិសនិរតីនៃភ្នំប្រសិទ្ធអ្នកទាំងពីរនាក់នេះមានរបររកទទួលទានជាអ្នកចំការដាំត្រសក់ក្នុងពេលលំហែពីមុខការធ្វើត្រសក់ហើយគាត់តែងនាំអ្នកស្រុកលេងមហោស្រពជាការកម្សាន្តថ្ងៃក្រោយមកព្រះបាទសេនគរាជជាអម្ចាស់ផែនដីដាច់ទៅសាងព្រះរាជវាំងបែបភ្នំប្រសិទ្ធដែរពញាជ័យនិងពញាសូរកាលបានដំណឹងនេះហើយក៏នាំបងប្អូនបេះប្រសក់និងនាំលបែងមហោស្រពទៅថ្វាយព្រះរាជារឿយព្រះមហាក្សត្រទ្រង់សពព្រះតីនិងត្រសក់គាត់ណាស់ទ្រង់មានព្រះបន្ទូលថាត្រសក់នេះឯមអស្ចារ្យជាងត្រសក់ទាំងឡាយទ្រង់បានហាមថាកុំឲ្យពញាជ័យនិងពញាសូរបេះត្រសក់នេះលក់ដូរឲ្យអ្នកណាឲ្យសោះឲ្យទុកសម្រាប់តែជាវិជាដង្វាយព្រះអង្គតែប៉ុណ្ណោះពុទ្ធសករាជ1527គ្រិស្តសករាជ893មហាសករាជ905ត្រូវនឹងចុលសករាជ345ក្នុងឆ្នាំមមេបញ្ញស័កព្រះបាទបរមពុទ្ធសេនគរាជព្រះបរមរាជាស្ដេចសោយរាជបាន30ឆ្នាំក្នុងគ្រានោះមានក្របីអ្នកស្រុកម្នាក់បានទម្លាយរំអងចំការត្រសក់របស់ពញាជ័យនិងពញាសូរហើយចូលមកជិះជាន់ត្រសក់របស់គាត់អស់ជាច្រើនពញាជ័យឃើញដូច្នោះហើយក៏យកដុំថ្មចង្ក្រានចោលដើម្បីដេញបង្អើលសត្វនោះឲ្យជិះចេញទៅដុំថ្មនោះក៏រត់ទៅត្រូវលុះក្របីនោះស្លាប់ភ្លាមទៅម្ចាស់ក្របីដឹងដល់ចៅក្រមទាំងឡាយពីរឿងពញាជ័យសម្លាប់ក្របីរបស់ខ្លួននេះចៅក្រមតុលាការកាត់សេចក្តីឲ្យពញាជ័យសងក្របីទៅម្ចាស់ក្របីវិញពញាជ័យមិនសុខចិត្តបិទថាកាលខ្លួនចោលក្របីនឹងដុំថ្មចង្ក្រាននោះខ្លួនមិនប៉ងឲ្យស្លាប់ក្របីនោះទេគឺចោលឲ្យគ្រាន់តែក្របីនោះខ្លាចហើយរត់ចេញទៅតែប៉ុណ្ណោះចៅក្រមកាត់សេចក្តីនេះមិនដាច់ស្រេចក៏នាំសេចក្តីនេះទៅដឹងដល់សេនាបតីហើយសេនាបតីក៏កាត់មិនដាច់ទៀតទើបនាំមនុស្សនោះឡើងក្រាបបង្គំទូលព្រះបរមពុទ្ធដើម្បីសូមឲ្យទ្រង់ព្រះរាជវិនិច្ឆ័យឲ្យព្រះរាជាក៏យកដុំក្រាននោះចោលក្របីឯទៀតជាការលបងមើលកាលពេញជ័យចោលទៅក្របីណាក្របីនោះក៏ធ្លាយពោះនឹងដុំថ្មនោះស្លាប់ទាំងអស់មែនព្រះរាជាទ្រង់ពិសោធន៍ឃើញយ៉ាងនេះហើយក៏ទ្រង់កាត់សេចក្តីថាក្របីនោះស្លាប់ដោយពេញជ័យមិនមានចិត្តខ្លែងសម្លាប់ទេពីព្រោះពញាជ័យមិនបានដឹងថាថ្មនោះជាដែកកាយសិទ្ធទេស្មានតែថាជាដុំថ្មធម្មតាទេតើបានចោលទៅត្រូវស្លាប់ដូច្នេះហេតុនេះទ្រង់ប្រោសព្រះរាជវិនិច្ឆ័យថាក្របីស្លាប់នេះទុកជាកម្មរបស់សត្វចុះយើងនឹងយកទោសពញាជ័យមិនបានទេទើបទ្រង់ឲ្យពួកជាងយកដុំក្រាននោះទៅរំលាយមើល
ជាងយកទៅរំលាយក៏ឃើញថាហ្មនោះជាដែកកាយសិទ្ធិពិតប្រកបមែនទើបទ្រង់ព្រះបង្គាប់ឲ្យក្រុមជាងយកដែកនោះទៅផែធ្វើជាលំពែងមួយហើយទ្រង់ប្រគល់ឲ្យពញាជ័យកាន់លំពែងនោះរក្សាចំការត្រសក់ទុកជាដីចំការលួងឯលំពែងនោះសន្មត់ហៅថាលំពែងជ័យពុទ្ធសករាជ1539គ្រិស្តសករាជ995មហាសករាជ917ត្រូវនឹងចុលសករាជ357ឆ្នាំមមែសព្វស័កព្រះបរមពុទ្ធព្រះសេនគរាជទ្រង់មានព្រះជន្មវស្សា59ឆ្នាំទ្រង់សិរីរាជសម្បត្តិបាន42ឆ្នាំគ្រានោះព្រះបរមពុទ្ធអម្ចាស់ផែនដីទ្រង់មានព្រះរាជអាជ្ញាតីសង្ស័យថាពញាជ័យពញាសួសនោះដាំត្រសក់សម្រាប់តែទុកជាដង្វាយទេឬមួយគាត់លោកដាំលក់ឲ្យគេខ្លះដែរលុះទ្រង់តម្រេះដូចនេះហើយវេលាយប់ស្ងាត់ទ្រង់ក៏ត្រាស់ហៅមន្ត្រីក្រុមស្និទ្ធព្រះអង្គ6-7នាក់ឲ្យចងព្រះទីនាំងអសតៈតែជាសេះលឿនថ្វាយទ្រង់គង់តម្រង់ទៅចំការត្រសក់ដល់ហើយស្ដេចចុះចាកព្រះទីនាំងលោកទៅដល់កំពតមួយដែលនៅជាកណ្ដាលចំការទ្រង់គុណចាំមើលពញាជ័យនិងពញាសួសក្រែងមានពុទ្ធលើបលក់ត្រសក់នោះដែរឬទេក្នុងរាត្រីនោះពញាជ័យកំពុងមើលមហោស្រពដូចប្រក្រតីជួនជាក្រឡេកទៅឃើញមនុស្សចូលទៅក្នុងចំការរបស់គាត់ក៏គួយលំពែងជ័យនោះតម្រង់ទៅរកមនុស្សដែលកំពុងលោកនោះដោយពុំបានដឹងថាមនុស្សនោះជាព្រះមហាក្សត្រឡើយខណៈនោះលំពែងជ័យក៏ត្រូវចំលើព្រះបរមពុទ្ធបណ្ដាលឲ្យទ្រង់ព្រះសុគតនៅនឹងជើងដំបូកក្នុងចំការនោះទៅហេតុនេះហើយបានជាដំបូកនោះមានឈ្មោះហៅថាដំបូកចាក់ស្ដេចរៀងមកដល់សប្តាហ៍ថ្ងៃនេះរៀងរហូតមកដល់សប្តាហ៍ថ្ងៃនេះលុះព្រឹកឡើងសេនាបតីមន្ត្រីទាំងពួកពួងបានឮដំណឹងនេះហើយក៏នាំគ្នាលើកព្រះបរមសពដាក់ក្នុងព្រះកោយកទៅតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីបន្ទាប់មកសេនាបតីទាំងពួងជំនុំគ្នាថាព្រះសីហកុមារដែលជាបរិយាបុត្រនៃព្រះបាទសេនគរាជនេះក៏ទ្រង់ផ្សាយព្រះជន្មនៅឯស្រុកលាវមុនសម្ដេចព្រះបិតាទៅហើយឥឡូវនេះព្រះអង្គមានព្រះរាជបុត្រនិងស្វាយសោយរាជប្រយុវង្សបានទេលុះជំនុំវែងឆ្ងាយទៅមន្ត្រីទាំងពួងយល់ឃើញថាពញាជ័យពញាសួសទាំងពីរនាក់នេះអាយុក៏វែងអាវុធរបស់គាត់នោះក៏មុតក្រៃលែងលើសអាវុធរបស់ជនទាំងពួងពូជពងរបស់គាត់ក៏ជាប់ក្នុងព្រះរាជត្រកូលផងដែរមិនមែនតែប៉ុណ្ណោះសោបណ្ដារាជទាំងឡាយក៏ស្រឡាញ់បាននាំគ្នាមកពីស្រុកជិតស្រុកឆ្ងាយសូមចុះចូលគាត់ជាច្រើនឃើញថាពួកគួរតែយើងអញ្ជើញគាត់ឲ្យឡើងសោយរាជទៅលុះគិតព្រមគ្នាដូច្នេះហើយក៏នាំគ្នារៀបក្បួនសម្រាប់ហែព្រះមហាក្សត្រនោះទៅអញ្ជើញពញាជ័យពញាសួសឲ្យមកសោយរាជជាដំណរប្រយុវង្សព្រះអង្គទាំងពីរអង្គប្រកែកមិនព្រមទទួលរាជសម្បត្តិជាស្ដេចនិងជាឧបរាជសោះទេព្រោះទ្រង់ស្ដាយស្ម័គ្របពុនិងលបែងមហោស្រពទាំងឡាយខណៈនោះមន្ត្រីទាំងឡាយដឹងព្រះរាជហឫទ័យហើយក៏ក្រាបទូលអង្វរថាសូមឲ្យតែព្រះអង្គព្រមទទួលសោយរាជចុះខ្លួនទាំងអស់គ្នានឹងនាំប្រដាប់លបែងមហោស្រពទាំងប៉ុន្មានយកទៅទុកក្នុងព្រះនគរសម្រាប់លេងថ្វាយរាល់ថ្ងៃជាលំហែព្រះកាយព្រះអង្គទាំងពីរអង្គទ្រង់ព្រះសម្ដាប់ឲ្យក៏ទទួល
សេចក្តីអញ្ជើញរបស់សេនាបតីមន្ត្រីទាំងនោះសេនាបតីមន្ត្រីទាំងនោះអញ្ជើញសម្ដេចពញាជ័យឲ្យក្រុងរាជណ៍ទទួលរក្សារាជាបណ្ដោះអាសន្នសិនទម្រាំដល់ថ្ងៃអភិសេកជាស្ដេចនិងអញ្ជើញពញាសូរឲ្យក្រុងរាជជាឧបរាជហើយក៏អញ្ជើញស្ដេចត្រាស់ចុះព្រះទីនាងនាវាព្រមទាំងពួតហែចូលនៅក្នុងព្រះមហានគរ3ឆ្នាំក្រោយមកទើបធ្វើពិធីរាជាភិសេកតាមទំនៀមលុះបានសោយរាជហើយព្រះបរមរាជារាជអង្គជ័យទ្រង់ឲ្យយកលំពេងជ័យនោះទៅតម្កល់ជាមួយនឹងគ្រឿងព្រះបញ្ចសេតទ្រង់ត្រាស់បង្គាប់ឲ្យក្រុមមហោស្រពផ្លាស់ប្ដូរគ្នាលេងឲ្យអ្នកស្រុកមើលជាទីកំសាន្តហើយទ្រង់ត្រាស់ឲ្យសាងប្រាសាទសួគ៌ប្រត់មួយយល់ទូកមួយបិទពួនមួយគ្រប់ទ្វារនគរសម្រាប់ទតល្បែងអស់រាជប្រុសស្រីសុខសប្បាយអង្កានដោយបុណ្យបារមីរបស់ព្រះអង្គពុនប្រមាណណាស់សេនាបតីរាជទាំងពួងឃើញព្រះអង្គមានបុណ្យមានព្រះជន្មវែងក្រៃលែងលើសជនទាំងពួងដូច្នោះក៏ក្រាបថ្វាយបង្គំទូលសុំព្រះរាជបញ្ញត្តិថាបើមានមង្គលការអ្វីសូមឲ្យអ្នកមង្គលការនោះឲ្យពោលថាជ័យហោមសុខហោសួស្ដីហោដើម្បីឲ្យបានសេចក្តីសុខនិងអាយុយឺនយូរវែងដោយព្រះអង្គដែរព្រះបរមពុទ្ធយល់ថាការសុំនេះជាប្រយោជន៍ដល់រាជប្រជារបស់ព្រះអង្គផងនោះហើយក៏ជាកិត្តិយសដល់ព្រះអង្គទៀតដូច្នេះទ្រង់ក៏ព្រះរាជាអនុញ្ញាតតាមការស្នើសុំអាស្រ័យហេតុនេះហើយបានជាក្នុងមង្គលការទាំងឡាយសពថ្ងៃនេះទាំងជនទាំងពួងតែងឲ្យពរគូស្វាមីភរិយាថ្មីថាជ័យហោមសួហោមរៀបរាប់ដរាមកព្រះបរមពុទ្ធជាអម្ចាស់ជីវិតលោកគោព្រះអង្គសោយរាជបាន3ឆ្នាំក្នុងឆ្នាំចសម្រិតស័កពុទ្ធសករាជ1542ឬសករាជ998មហាសករាជ921ត្រូវនឹងចុលសករាជ360គឺជាឆ្នាំដែលទ្រង់ឡើងសោយរាជព្រះអង្គទ្រង់ពិនិត្យតាមក្បួនត្រៃភូមិត្រៃភេទត្រៃយុទ្ធត្រៃត្រាត្រៃភូមិត្រៃភេទឬត្រៃវិទ្យត្រៃយុទ្ធឬត្រៃយុគត្រៃយុត្រាឬត្រៃយុគទាំង4នេះគឺជាឈ្មោះពីរនៃសាសនារបស់ព្រាហ្មណ៍ទៅទើបឃើញថាក្បួនតម្រាពីបុរាណទាំងប៉ុន្មាននោះជាក្បួនប្រសើរណាស់ទ្រង់ត្រាស់បង្គាប់ឲ្យប្រតិបត្តិតាមឲ្យបានត្រឹមត្រូវទ្រង់ត្រាស់បង្គាប់ដូច្នេះហើយទ្រង់ភ្លេចព្រះនេត្រាទតទៅយុះគ្រឿងព្រះបញ្ញសេតបាត់ពីក្បួនពីតម្រាអស់គឺបាត់ទេវរូប21ព្រះអង្គព្រះសង្ឃសម្រិត1ព្រះកណ្ឌីសម្រិត1គឺប្រដាប់សម្រាប់ដាក់ទឹកជ្រោចព្រះក្លោសសម្រិត1និងបុរោហិតទាំង7នាក់ទ្រង់ត្រាស់សួរក្រុមរាជបណ្ឌិតព្រឹទ្ធាចារ្យអំពីកាលដែលបាត់បង់ទៅនេះសពប្រការក្រុមព្រះរាជបណ្ឌិតព្រឹទ្ធាចារ្យយកសេចក្តីក្រាបទូលថាបបិទ្ធពិសេសទាំងនោះបាត់ក្នុងការដែលលាវនិងសៀមយកទៅស្រុកលាវស្រុកសៀមគឺក្នុងពេលដែលទឹកលិចព្រះនគរហេតុនេះហើយបានជាអន្តរាយដូច្នេះព្រះបរមពុទ្ធទ្រង់ព្រះសម្ដាប់ហើយទ្រង់តូចចិត្តព្រះរាជហារតីណាស់ទ្រង់ត្រាស់ថាអញមកសោយរាជតប្រយុវងនេះមិនបានបរិបូរដោយគ្រឿងបញ្ញសេតនិងព្រះរាជគ្រូបរោហិតទេរបស់ពិសេសទាំងឡាយអន្តរាយអស់ពីមហានគរយ៉ាងដូចនេះហើយបានជាផែនដីខ្សត់តូចទាបមកតាំងពីផែនដីស្ដេចគំនូលស្ដេចពីលរៀងមកដល់ព្រះបាទសេនករាជ3ព្រះអង្គនោះព្រះអង្គបង្ខាត់
ព្រះកិត្តិយសលើប្រទេសរាជដែលធ្លាប់ឡើងស្ដាប់បង្គាប់ហើយប្រទេសរាជទាំងនោះបែរជាប្រែចិត្តបែកចេញអស់ជាច្រើនឥឡូវដល់មកផែនដីអង្គអញវិញរបស់ទាំងនោះក៏នៅតែខកខានហើយព្រះនគរក៏ទុនកម្លាំងពុនប្រមាណណាស់នឹងបានគិតការសង្គ្រាមលើកទៅធ្វើទោសស្ដេចទាំងនោះក៏មិនងាយទ្រង់ព្រះតម្រេះតែម្ល៉េះហើយព្រះអង្គក៏ទ្រង់ព្រះកន្សែងសោកស្ដាយពុនប្រមាណណាស់នៅក្នុងឆ្នាំកុលឯកស័កពុទ្ធសករាជ1543គ្រិស្តសករាជ999មហាសករាជ921ត្រូវនឹងចុលសករាជ361ព្រះបរមនាថព្រះបរមពិតទ្រង់ព្រះត្រាស់ប្រឹក្សានិងសម្ដេចព្រះសគុណធាធិបតីគឺសម័យពីបុរាណគឺសម័យដែលព្រះសង្ឃមិនទាន់មានគណៈជាមហានិកាយឬជាធម្មយុត្តនោះព្រះសគុណធាធិបតីជាស្ដេចសង្ឃតែមួយអង្គប៉ុណ្ណោះក្នុងប្រទេសកម្ពុជាយើងទាំងមូលនេះនិងសម្ដេចព្រះរាជាគណៈទាំង7អង្គហើយនិងអគ្គមហាសេនាបតីមន្ត្រីក្រុមព្រះរាជបណ្ឌិតតាំងពីផែនដីព្រះសម្ដេចអរតពលពាលារៀងមកសម្ដេចអមន្ត្រាធិរាជទ្រង់បានទំនុកបំរុងប្រទេសកម្ពុជាឲ្យមានទៅទងរដ្ឋទាំង7មានសម្ដេចព្រះរាជគ្រូរោហិតទាំង7នាក់មានមន្ត្រីរដ្ឋ7មានព្រះឥន្ទគោរពការហោរា1ឲ្យជួយទំនុកបំរុងព្រះមហាក្សត្រដូច្នេះព្រះមហាក្សត្រក្នុងសម័យនោះក៏ទ្រង់ប្រកបនៅគេតមកានសំជាស្ដេចនៃមហានគររៀងមកដល់ផែនដីព្រះបទុមសូរវង្សនេះទ្រង់បានទាំងព្រះត្រៃបិដកព្រះកែវមរកតជារបស់ពិសេសចូលមកជាមង្គលព្រះនគរទៀតព្រះនគរក៏ពេញកើងកាលណាស់កន្លងមកទៀត5ផែនដីរហូតមកដល់ព្រះបាទទេសនគរាជព្រះទេសខូចរបស់ពិសេសទាំង5ប្រការគឺព្រះកែវមរកត1ព្រះត្រៃបិដកជាមង្គលរតននគរ1គ្រឿងព្រះបញ្ញក្សត្រ21មុខជាសិរីសួស្តីព្រះនគរ1ព្រះបរិជ្ជគ្រូប្រោហិតទាំង7នាក់សម្រាប់ប្រោះព្រំព្រះនគរជំរះពុទ្ធបាទ1សម្ដេចព្រះឥន្ទ្រគោរពការោហោរាជាភ្នែកជាត្រចៀកនគរ1តាមបើរបស់ទាំងអស់នោះវិនាសអន្តរាយអស់ទៅហើយតើព្រះករុណានិងព្រះបរមរាជវង្សានុវង្សអង្គអគ្គមហាសេនាបតីមន្ត្រីទាំងឡាយយល់ថាដូចម្ដេចដែរចំណែកឯញោមវិញក្នុងពេលមានព្រះបន្ទូលនេះជាមួយនឹងព្រះសង្ឃព្រះមហាក្សត្រខ្មែរក្នុងសម័យបុរាណទ្រង់ហៅព្រះអង្គលោកថាញោមមិនហៅថាខ្ញុំព្រះករុណាដោយសម័យបច្ចុប្បន្ននេះទេញោមយល់ថាអំពីព្រះកែវមរកតនេះយើងនឹងរកកែវមរកតឯណាមកតាំងជាតំណាងព្រះអង្គពុំបានទេព្រោះព្រះកែវមរកតនេះមានតែ3ព្រះអង្គជាសម្រាប់ស្ដេចចលចក្រកែវមរកតឯទៀតកន្ទានយៈសកោរសាមមុនណាស់ដូច្នេះញោមយល់ថាយើងត្រូវយកសម្រិទ្ធទឹកដប់មានសំណលង្ហិនស្ពាន់ទងហ្វាយ៉ាងល្អបរិសុទ្ធមកវាយពង្រាយរំលាយជា12មុខហើយឲ្យជាងពីសាងតំណាងព្រះអង្គឡើងកុំឲ្យតែខាតលាក់ព្រះនគរតែប៉ុណ្ណោះអំពីព្រះត្រៃបិដកនោះញោមយល់ថាជារបស់ពិតមែនហើយតែដូចជាងាយគិតបន្តិចព្រោះកាលព្រះចៅក្រុងស្រីអយុធ្យាដណ្ដើមយកព្រះត្រៃបិដកទៅនោះព្រះកៅក្រុងចម្ប៉ាស័កបានលាក់ព្រះត្រៃបិដកទុក5ចប់ក្នុងមួយមុខបើយើងឲ្យព្រះរាជទូតនាំព្រះរាជសារ
ទៅចម្លងដោយព្រះរាជមេត្រីយើងនឹងបានព្រះត្រៃបិដកជាប្រកបញោមយល់ថាព្រះចៅក្រុងចម្ប៉ាស័កទ្រង់មុខជាពុំទឹះទាស់ទេអំពីគ្រឿងបញ្ញសេតគឺព្រះផ្លោះសម្រិទ្ធមួយនិងទេវរូប21មុខដែលបានបាត់នោះញោមយល់ថាយើងត្រូវផ្សំសម្រិទ្ធជា12មុខហើយសាងជាតំណាងព្រះអង្គឡើងវិញពីបុរសទាំង7នាក់ដែលខឹងអន់ចិត្តហើយនាំទាំងព្រះឥន្ទគោព្រះឥន្ទគោរុកកាហោរាទៅពារាណសីវិញនោះញោមយល់ថាកាលផែនដីព្រះបាទអរតពលពាលោព្រះអង្គជ្រើសរើសកូនបរោហិតនោះឯងទៅតាំងជាព្រះជ្រៃទៅជាព្រំជ័យមួយក្រុមជាព្រាហ្មណ៍ហាវមួយក្រុមដូច្នេះក្នុងដែនដីញោមនេះក៏ត្រូវរើសកូនព្រំជ័យគឺមានន័យថាបុរោហិតអ្នករក្សាព្រះខ័នម៉ថៅគឺមានន័យថាជាអ្នកទះដំរីឬអ្នករក្សាដំរីដែលចាស់ទុំជាគ្រូឬជាអធិបតីលើអស់មកដំរីក្នុងពួកមួយមកតាំងជាព្រះរាជបរោស្ថិតឡើងវិញដែរអំពីក្បួនតម្រាដែលក្រុមបរោហិតខឹងហើយប្រមូលដាក់សំពៅនាំទៅអស់នោះក៏ក្បួនទាំងអស់នោះនៅមានក្នុងព្រះករុណាទាំង7ព្រះអង្គជាច្រើនដែរថាបើព្រះករុណាយល់ដូចញោមហើយញោមនឹងឲ្យសេនាបតីចាត់បំរើឲ្យចេញទៅយកកូនបាគូព្រំជ្រៃម៉ថៅនោះឲ្យគ្រប់ចំនួនទាំង7នាក់មកប្រទានព្រះគុណគ្រប់ព្រះអង្គឲ្យតាំងបង្ហាត់បង្រៀនឲ្យបានស្ទាត់រួចឲ្យពោះនិងឲ្យកាន់ព្រួតជាបុរោហិតរក្សាព្រះខ័នព្រះបញ្ញសេតតទៅខណៈនោះសម្ដេចព្រះសុគន្ធាធិបតីព្រះរាជាគណៈឋានានុក្រមនិងសេនាបតីធំតូចខ្ញុំរាជការទាំងប៉ុន្មានសរសើរព្រះទិព្វបរិហារពុនប្រមាណថ្វាយព្រះពរនិងក្រាបបង្គំទូលថាទ្រង់ព្រះចិន្តានេះត្រូវណាស់ថាទ្រង់នឹងបានកិត្តិយសខ្ពស់ប្រសើរតទៅមុខជាអង្វែងឆ្ងាយទៅព្រះបរមពិតកាលព្រះអង្គពិនិត្យឃើញថាព្រះអង្គប្រជុំជននុំយល់ព្រមល្មមហើយក៏ទ្រង់ត្រាស់បង្គាប់គ្រប់មុខងារឲ្យធ្វើបានសម្រេចតាមព្រះអង្គការនេះបន្ទាប់មកក្រសួងសង្ឃនិងក្រសួងមន្ត្រីគ្រប់តំណែងក៏បានចាត់ចែងចាត់ការឲ្យបានសម្រេចគ្រប់ទាំង5ប្រការតាមព្រះរាជបញ្ជីឥតមានមោះមីឡើយហេតុនេះហើយទើបបានជារបស់ទាំង5ប្រការនេះកើតមានឡើងវិញព្រះអង្គជ័យស្ដេចទ្រង់ទស្សពិតរាជធម៌ប្រសើរណាស់អាណាប្រជានុរាស្ត្រក្នុងព្រះនគរបានសុខសេមសានឥតមានសឹកសត្រូវអ្វីឡើយក្នុងឆ្នាំវោចត្វាស័កពុទ្ធសករាជ1576គ្រិស្តសករាជ1032មហាសករាជ954ត្រូវនឹងចុលសករាជ394ព្រះមនាងពុព្ខាវតីសម្ដេចព្រះរាជបុត្រាមួយព្រះអង្គថ្វាយព្រះនាមថាព្រះសិរិរតនៈព្រះបរមពិតព្រះបាទអង្គជ័យឬព្រះបាទត្រសក់អែមទ្រង់សពព្រះតីព្រះរាជហារតីប្រោះប្រានប្រណីព្រះរាជបុត្រណាស់លុះដល់ព្រះបុត្រាមានប្រជញ្ញ17ព្រះវស្សាព្រះបរមពិតស្ដេចសោយរាជបាន50ឆ្នាំស្ដេចក៏ទ្រង់ប្រឈួនរោគជាទម្ងន់ខណៈនោះស្ដេចត្រាស់ហៅសម្ដេចព្រះមហាឧបរាជឲ្យយាងទៅចិត្តទើបទ្រង់ព្រះបណ្ដាំថារាជសម្បត្តិនេះត្រូវប្អូនក្រងតទៅបើប្អូនអស់បុណ្យទៅវេលាណាសូមប្អូនប្រគល់រាជសម្បត្តិនេះទៅចៅសិរិរតនៈជាក្មួយបានសោយរាជតទៅប្រការមួយទៀតអំពីក្បួនតម្រាសិក្ខាវិន័យសម្រាប់ព្រះសង្ឃនិងសម្រាប់ផែនដីនិងបាគូបរោហិតនោះចូលប្អូន
ត្រួតត្រាឲ្យបានត្រឹមត្រូវតែបើប្អូនធ្វេសប្រហែសបណ្ដោយឲ្យឃ្លៀងឃ្លាតហើយព្រះរាជាណាចក្រមុខជាពុំបានសុខផ្សេងផ្សានឡើយទ្រង់ព្រះបណ្ដាំចោលព្រះបន្ទូលព្រះបរមពុត្រទ្រង់ពោធិពុទ្ធនៅក្នុងឆ្នាំទូតសម្រិទ្ធស័ក្តិពុទ្ធសករាជ1492គ្រិស្តសករាជ1048មហាសករាជ970ត្រូវនឹងចូលសករាជ410វេលានោះសម្ដេចព្រះមហាឧបរាជព្រះរាជបុត្រាសេនាបតីមន្ត្រីគ្រប់ក្រសួងលើកព្រះបរមសពតម្កល់ក្នុងព្រះកោដ្ឋហើយនាមឿនសពបុកមន្ត្រីអញ្ជើញសម្ដេចព្រះមហាឧបរាជសួរឲ្យឡើងសោយរាជសម្បត្តិស្នងព្រះរាជចេថាតមកព្រះរាជវង្សាវតាភាគពីរដែនតម្កល់ទុកក្នុងព្រះរាជបណ្ណាល័យក53ទំព័រ68សម្ដែងថាព្រះបាទប្រសពឯមបានឡើងសោយរាជនៅពុទ្ធសករាជ1834ត្រូវនឹងគ្រិស្តសករាជ1209មហាសករាជ1212ត្រូវនឹងចូលសករាជ652ត្រូវថ្ងៃទី11កើតខែផល្គុនម៉ោង9ព្រឹកឆ្នាំខាលទោស័កក្នុងព្រះជន្មាយុ70ឆ្នាំលុះព្រះអង្គសោយរាជសម្បត្តិបាន51ព្រះជន្មប្រហែលជា120ឆ្នាំស្ដេចសុគតនៅឆ្នាំរោងទស័កពុទ្ធសករាជ1884គ្រិស្តសករាជ1340មហាសករាជ1462ចុលសករាជ702ព្រះរាជវង្សាវតាដដែលនេះទំព័រ5ដំណាលថាក្នុងផែនដីព្រះសីហនុរាជមានតាបោះមួយអង្គព្រះនាមព្រះពុទ្ធុំតាបោះជាព្រះរាជបុត្រាព្រះបាទចក្រពត្តិរាជថាកាលដំបូងប្រញូងជ្រែករាជព្រះបិតាព្រះអង្គព្រះពុទ្ធុំតាបោះស្ដេចបានធាព្រះអង្គទៅបុស្សជាមហាឥសីនៅភ្នំខ្ជូលក្នុងខេត្តកំពង់ស្ពឺយ៉ាងនេះទេថាលុះចម្រើនឈានយូរទៅស្ដេចនឿយណាយនឹងឈានជាអផាសុកក្រៃពេកថាជួនជាថ្ងៃមួយជាក្រោយមកស្ដេចទ្រង់ព្រះសម្ដាប់ឮស័ព្ទវានិយាយគ្នាថាព្រះតាបោះនេះជាអ្នកឥតភ័ព្វរក្សាប្រពន្ធរោគប្រពន្ធកូនតវងត្រកូលគ្មានអំបាលព្រះពុទ្ធជាអម្ចាស់ស្ដេចគង់ព្រះអង្គមានប្រពន្ធកូនទើបព្រះអង្គចេញទៅសាងព្រះនោះថាតាបោះនោះលុះឮស័ព្ទនិយាយគ្នាថាព្រះអង្គលោកដូច្នោះហើយស្ដេចយល់ថារឿងព្រះអង្គលោកត្រូវដូចពាក្យសត្វនិយាយមែនទើបស្ដេចចាក់នោះពីតាបោះចេញមកមានប្រពន្ធដល់ឆ្នាំម្សាញ់ត្រីស័កពុទ្ធសករាជ1765ពុទ្ធសករាជ1221មហាសករាជ1143ចុលសករាជ583ព្រះពុទ្ធុំតាបោះនោះមានបុត្រមួយព្រះអង្គថ្វាយនាមថាចៅតាលុះព្រះកុមារចៅតាចម្រើនវ័យធំឡើងដឹងសេចក្តីមានរូបឆោមល្អល្អះជ្រះថ្លាមានប្រាជ្ញាឆ្លៀសស្គាល់ខុសស្គាល់ត្រូវមេត្តាបិតាទូមានយ៉ាងណាក៏ចាំបានទើបបិតាត្រឡប់ទៅវិញចៅតាក៏នៅជាមួយមេត្តារៀងមកថាថ្ងៃក្រោយចៅតាលាមេត្តាទៅសួរព្រះតាបោះជាបិតានៅព្រៃភ្នំថាលុះព្រះតាបោះបានជួបនឹងបុត្រហើយព្រះអង្គក៏មានពុទ្ធិកាប្រាប់ពីពូជពងដែលជាវង្សក្សត្រតាមដំណើរសពគ្រប់ហើយទំនាយថាកូននឹងបានសោយរាជសម្បត្តិដំណរវង្សទៅមុខជាមិនខានថាពេលនោះព្រះតាបោះឲ្យថ្មដែកមួយដុំនិងគ្រាប់ត្រសក់3គ្រាប់មកចៅតាហើយប្រាប់ថាចូលឯងយកវត្ថុទាំងនេះទៅដាំចិញ្ចឹមជីវិតនិងរក្សាខ្លួនចុះចៅតាទទួលយកហើយក៏លាតាបោះជាបិតាមកនឹងមេត្តាវិញលុះយូរមកមេត្តាក៏ដល់នៅជរាភាពរួចក៏អនិច្ចកម្មទៅចៅតាក៏ធ្វើចំការដាំត្រសក់នៅភ្នំជ្រាវតែម្នាក់ឯងដរាបដ៏មានរឿងក្របីស៊ី
ត្រសក់នោះព្រះរាជពងសាវតាដដែលនេះទំព័រ69បានបន្ថែមថាកាលព្រះបាទត្រសក់ឯមបានសោយរាជបាន4ឆ្នាំស្ដេចរំលឹកទីប្រសូតនឹងការដែលដាំត្រសក់ក៏ស្ដេចជាងទៅសាងព្រះរាជមន្ទីរនៅទីនោះហើយសន្មតហៅថាគោកព្រះរាជមន្ទីរនៅចិត្តភ្នំជ្រាវថាស្ដេចបានសាងព្រះពុទ្ធរូបបដិមាក៏ជាច្រើនព្រះអង្គយកទៅតម្កល់ក្នុងរូងភ្នំទុកជាកេរហើយទ្រង់សន្មតឲ្យហៅថាភ្នំព្រះឯចំការត្រសក់នោះក៏នៅសពថ្ងៃនេះនៅទីនោះទ្រង់បានសាងទុកជាព្រះកេរច្រើនអន្លើច្រើនតំបន់ស្ដេចប្រថាប់នៅទីនេះយូរខែរួចយីស្ដេចយាងត្រឡប់ទៅនគរព្រះខ័នជ័យនៅខេត្តបារាយវិញទ្រង់បានសាងប្រាសាទនៅទីនោះតម្កល់ព្រះខ័នជ័យទាំង4ទុកជាព្រះកេររួចស្រេចស្ដេចព្រះដំណើរទៅព្រះមហានគរវិញទីនោះមានឈ្មោះហៅថាភូមិប្រាសាទរហូតដល់សព្វថ្ងៃតាមព្រះរាជពង្សាវតារនេះព្រះបាទត្រសក់ឯមបានទទួលរាជតពីឥសីសហនុរាជដែលជាព្រះរាជបុត្រព្រះបាទសេនករាជព្រះអង្គមិនមែនជាទំនោរផ្ទាល់ពីព្រះបាទសេនករាជទេព្រះបាទត្រសក់ឯមទ្រង់បានឡើងព្រះចន្ទ្រាវតីព្រះរាជលើកព្រះចន្ទ្រាវតីព្រះរាជបុត្រីនៃព្រះសីហនុរាជជាព្រះអគ្គមហាសីហើយថ្វាយព្រះនាមជាសម្ដេចព្រះកកវតីសិរីចន្ទ្រាមហាក្សត្រីស្ដេចមានថាព្រះមាននាមថាព្រះរាជបុត្រានិងព្រះអគ្គមហាសីអង្គនេះពីរព្រះអង្គគឺព្រះបរមនិព្វានបាទសូត្រក្នុងឆ្នាំរោងស័ក្តិក្នុងឆ្នាំរោងចត្វាស័កពុទ្ធសករាជ1836គ្រិស្តសករាជ1292មហាសករាជ1214ត្រូវនឹងចូលសករាជ654និងព្រះសិទ្ធដ្ឋានរាជប្រសូតក្នុងឆ្នាំមមីឆស័កពុទ្ធសករាជ1838គ្រិស្តសករាជ1294មហាសករាជ1216ត្រូវនឹងចូលសករាជ656